រដូវនេះមិនសូវជាមានភ្លៀងធ្លាក់ទាល់តែសោះដំណាំរបស់យើងពី3កន្លែងក្រៀមក្រោះសឹងតែងាប់អស់ទៅហើយយើងក៏ចំពាក់លុយគេដែរដើម្បីធ្វើដំណាំទាំងអស់នេះហើយតែបើឥឡូវបែបនេះទៅទៀតតើពួកយើងរំពឹងអីទៅបឹងតពាំងដែលនៅជុំវិញក៏រីងខាស់ស្ងួតអស់ទៅទៀតតែយើងបានទឹកមកពីណាទៅបើបណ្ដោយឲ្យតែបែបនេះតទៅទៀតដំណាំយើងងាប់អស់ហើយបងក៏ពិបាកចិត្តដែរអូនអើយអេបងបញ្ញាមើលទៅមិនដូចជាពពកខ្មៅហាញ់តានោះអូមែនតាអូនមានពពកខ្មៅដែរតានោះអូនគិតថាប្រកាសជាមានភ្លៀងធ្លាក់ជាមិនខានទេបងបើបានភ្លៀងយូរទៀតណារឹតតែល្អព្រោះដំណាំរបស់យើងគឺពឹងទៅលើភ្លៀងនេះហើយសង្ឃឹមថានឹងមានភ្លៀងធ្លាក់បានយូរទៅចុះដើម្បីឲ្យមានទឹកហូរចូលត្រពាំងបឹង4នៅជុំវិញទីនេះមានទឹកច្រើនពិតណាស់អូនស្រីនីនកូនទៅបេះផ្លែតលឹងទឹងក្រោយផ្ទះយើងមកទុកធ្វើទឹកជ្រលក់ផ្ទាប់ជាមួយនឹងត្រីអាំងចាអ្នកម៉ែកូនតារាមើលរៀបចំបាយទឹកដួសដាក់ចានទៅកូនត្រីជិតឆ្អិនហើយយប់មិញភ្លៀងធ្លាក់រៀងយូរម៉ោងដែរពិតជាល្អណាស់អូនអើយចាបងគ្រាន់តែឃើញមានភ្លៀងធ្លាក់ភ្លាមអូនក៏សប្បាយចិត្តទៅហើយបងសង្ឃឹមតែឆ្នាំនេះជាឆ្នាំដ៏ល្អសម្រាប់គ្រួសារយើងដែលនឹងទទួលបានផលច្រើនពីដំណាំដែលយើងបានដាំពិតមែនហើយបងណាមួយបានប្រមូលផលដំណាំរបស់យើងបានកូនរបស់យើងក៏អាចមានសម្លៀកបំពាក់ថ្មីៗផងដែរដីរបស់ខ្ញុំក្រោយពីទទួលបានភ្លៀងមួយមេមកធ្វើឲ្យដំណាំរបស់ខ្ញុំលូតលាស់បានល្អណាស់ណាមីងអើយមែនហើយក្មួយដំណាំរបស់មីងដែលចិត្តនឹងក្រៀមអស់ទៅហើយមីងថាអស់សង្ឃឹមហើយតែចៃដន្យបានភ្លៀងមួយមេធំមកធ្វើឲ្យមីងនេះសប្បាយចិត្តមែនទែនអ្នកមីងនិយាយត្រូវតែគួរស្ដាយដំណាំរបស់ខ្ញុំបានងាប់អស់ទៅហើយមុនភ្លៀងធ្លាក់ទៅទៀតអើយខាត់អស់ច្រើនណាស់អ្នកមីងអើយខ្ញុំបានដើរទៅមើលព្រែកថ្លុកនឹងតពាំងដែលនៅក្បែរចំការឃើញថាមានទឹកពេញតែម្ដងតែប៉ុណ្ណេះពួកយើងមិនខ្វះទឹកនោះទេខ្ញុំនឹងឲ្យប្តីខ្ញុំរៀបចំដីដាក់ដាំល្ងម្ដងមើលទៅដាំទៅក្មួយទាន់នៅមានទឹកកណាត់ទាំងអស់នោះល្អណាស់ហើយមានចម្រុះពណ៌ទៀតផងប៉ុន្តែប្តីរបស់ខ្ញុំរកលុយបានដល់លំបាកខ្លាំងណាស់ខ្ញុំគួរតែចំណាយនៅអ្វីដែលចាំបាច់ល្អជាងកូនទាំងពីរមើលណាប៉ាមាននំយកមកផ្ញើកូនណាបាននំញ៉ាំល្អហើយតែខ្ញុំចង់បានរកថ្មីរកដែលនៅក្នុងហាងមួយដែលមានពណ៌ខៀវអ្នកម៉ែប្រកាសជាបានដឹងច្បាស់ណាស់រឿងនេះម៉ែបានដឹងហើយមិនយូរមិនឆាប់ទេកូនសម្លាញ់នៅពេលដែលដំណាំរបស់យើងបានប្រមូលផលរួចម៉ែនឹងមានលុយច្រើនសម្រាប់ទិញអាហារល្អនិងសម្លៀកបំពាក់ថ្មីឲ្យកូនទាំងពីរអ្នកជាជាមិនខានប្អូនស្រីចាប់មែនតើមិនក៏ប្អូនឯងនេះចេះតែទៀមទានេះទៀមទានោះរហូតមិនចេះចប់អញ្ចឹងដឹងអត់ថាគ្រួសារយើងមិនមែនជាអ្នកមានអីទេតែខ្ញុំចង់បានខ្ញុំឃើញពួកម៉ែរបស់ខ្ញុំគេពាក់ពិតជាស្អាតណាស់ខ្ញុំចង់បានដូចគេដែរមិនអីទេតារាកូនម៉ែនឹងទីរបស់ដែលកូនចង់បានឲ្យពួកកូនទាំងពីររងចាំសិនទៅណាចាអ្នកម៉ែបាទអ្នកម៉ែមានរឿងនិទានដែរទេកូនចង់ស្ដាប់ប៉ាត់មែនហើយអ្នកម៉ែកូនចង់ស្ដាប់ដែរបានអញ្ចឹងចាំម៉ែលើកយកសាច់រឿងមួយដែលរឿងនេះនិយាយអំពីសត្វចាបផ្ដៅកូនក្អែកបាទអ្នកម៉ែនិយាយមកពួកខ្ញុំចាំស្ដាប់មានក្អែកមួយក្បាលស៊ីមិនចេះឆ្អែតឆ្អន់ហើយតែដើររកស៊ីពីវាលពីកាលពេញមួយថ្ងៃហើយរាងកាយថែមទាំងស្គមស្កាំកំប្រឹងទៀតផងនៅថ្ងៃមួយក្អែកបានជួបចាបមួយក្បាលដែលមានរាងកាយធំធាត់រឹងមាំទៅវាសួរថាមនាលចាបឯងស៊ីអ្វីបានជារាងកាយធំធាត់មាំមួនល្អម្ល៉េះហើយចាបក៏ឆ្លើយថាយើងស៊ីចំណីតាមធម្មជាតិតែយើងមានវិធី4យ៉ាងគឺ1ស៊ីឲ្យល្មមមិនតិចពេកមិនច្រើនពេក2មិនមែនគិតតែពីស៊ីពេកទេ3មិនដើររកចំណីឆ្ងាយពេកទេនាំតែខាត់ពេល4មិនរើសចំណីទោះឆ្ងាញ់ឬមិនឆ្ងាញ់ក្តីយើងបដិបត្តិតាមវិធីសាស្ត្រ4យ៉ាងនេះហើយទើបរាងកាយរបស់យើងល្អហើយរឹងមាំបែបនេះហើយក្អែកក៏សួរទៀតថាយើងស៊ីតែចំណីល្អដូចជាខ្លាញ់និងសាច់ជាដើមតើហេតុអីរាងកាយរបស់យើងនៅតែស្គមស្កាំកំប្រឹងបែបនេះប្រាប់យើងផងទៅមើលសម្លាញ់ចាបក៏ឆ្លើយថាឯងរវល់តែភ័យខ្លាចចំណីក៏លួចគេស៊ីព្រោះខ្លាចគេឃើញហើយត្រូវគេធ្វើបាបតើបស៊ីយ៉ាងប្រញាប់ប្រញាល់ជួនឆ្អែតជួនមិនឆ្អែតព្រោះហេតុនេះហើយតើបរាងកាយរបស់ឯងស្គមបែបនេះ
រឿងនីតិនេះបានទូមានថាការថែរក្សាសុខភាពឲ្យល្អត្រូវបដិបត្តិតាមវិធី4យ៉ាងនោះទើបមានសេចក្តីសុខរាងកាយក៏មាំមួនចិត្តក៏រីករាយជ្រះថ្លាអូយរឿងនីតិនេះពិតជាល្អណាស់អ្នកម៉ែពិតមែនហើយអ្នកម៉ែកូនស្ដាប់ឡើងជក់ចិត្តតែម្ដងល្ងាចមិញនេះបងបានសាបព្រោះគ្រាប់ពូជរួចអស់ហើយអូនចុះបើទឹកខ្វះខាតវិញនោះតែយើងធ្វើយ៉ាងម៉េចទៅបើខានភ្លៀងច្រើនថ្ងៃដែរហើយណាមួយអ្នកភូមិក៏នាំគ្នាសម្រុកបូមទឹកសឹងតែអស់ពីត្រពាំងនឹងព្រែកទៅហើយពិតមែនហើយអូនអ្នកភូមិនាំគ្នាដាំច្រើនអ្នកណាស់ហើយទឹកក៏មានតិចទៀតមិនដឹងថាស្អែកមានទឹកឬក៏អត់ផងដំណាំរបស់ពូសេងមានសារល្អិតស៊ីដំណាំរបស់គាត់ហើយដោយសារតែគាត់គ្មានទឹកដាក់នេះជាអ្វីដែលបងតែងតែគិតរាល់ថ្ងៃសង្ឃឹមថានឹងមានភ្លៀងធ្លាក់បន្តទៅទៀតចុះបងបញ្ញាខ្ញុំនឹងទៅជាមួយបងដែរអញ្ចឹងក៏បានដែរលឺអ្នកនៅក្នុងភូមិនិយាយថាឆ្នាំនេះមិនល្អសម្រាប់ការដាំដុះទេព្រោះតែគេគិតថាឆ្នាំនេះមានភ្លៀងធ្លាក់តិចពេកពួកគេចេះតែថាទេរឿងភ្លៀងធ្លាក់តិចឬក៏ច្រើនមិនអាស្រ័យទៅលើពួកគេថានោះទេខ្ញុំគិតថាមានតែយើងជីកដងទេទើបអាចមានទឹកគ្រប់គ្រាន់និងស្រោចស្រពដំណាំបានពិតមែនហើយលោកពូបើយើងធ្វើចំការរងចាំតែទឹកភ្លៀងទៀតមានតែខាតហើយនឹងខាតការខ្វះខាតទឹកប្រើប្រាស់នឹងជួបដដែលទេខ្ញុំនិងប្រពន្ធបានគិតគ្នាជួលគេឲ្យមកជីកដងទឹកនៅក្នុងចំការរបស់ខ្ញុំដើម្បីបានទឹកគ្រាន់នឹងប្រើប្រាស់ជីកដងយ៉ាងម៉េចទៅពូដូចជាមិនយល់ទេខ្ញុំបានលើឪពុកម្ដាយខ្ញុំនៅឯស្រុកគាត់រស់នៅឯនោះគឺគេជីកដងទឹកនៅក្នុងដីរបស់គេឥឡូវគេមានទឹកប្រើប្រាស់គ្រប់គ្នាទៅហើយអូបើអញ្ចឹងក្មួយធ្វើឲ្យពូមើលបើថាបានផលពូនឹងធ្វើដែរបាទលោកពូបងបញ្ញាយើងមិនអាចពឹងផ្អែកលើដំណាំតែមួយមុខបានទេដីល្អដូចជាយើងហេតុអីយើងមិនដាំដំណាំ2-3ប្រភេទទៅវាល្អជាងតែមួយមុខនេះតើអូនចង់ឲ្យបងដាំអីទៅទាំងអស់នេះជាគ្រាប់ពូជបន្លែដែលអូនបានទិញមកពីផ្សារបញ្ញារបស់អូនពិតជាខ្លាំងជាងបងទៅទៀតដែលចេះគិតថានឹងត្រូវដាំអីខ្លះជាជាងយើងដាំដំណាំតែមួយមុខមិនមែនអូនឆ្លាតជាងបងនោះទេតែមកពីអូនចេះតែគិតទៅក៏ឃើញថាគួរតែធ្វើបែបហ្នឹងចាំមើលយើងឲ្យកជីកដងទឹកសិនបើមានទឹកយើងនឹងដាំដំណាំច្រើនមុខចាបងបញ្ញាប្រៀបដូចជាសមោចហើយសិទ្ធប្រៀបដូចជាសត្វរៃអញ្ចឹងលោកពូប្រៀបធៀបបែបហ្នឹងដូចជាលើកដំកើងខ្ញុំពេកហើយរដូវនេះសិទ្ធគេដើរផឹកស៊ីច្រៀងលេងតាមតែអំពើចិនមិនសូវជាខ្វល់ខ្វាយនៅក្នុងការរកស្បៀងអាហារទុកដាក់សម្រាប់គ្រួសាររបស់ខ្លួននោះទេពិតមែនហើយលោកពូដល់ពេលអត់ខ្វះអង្គខ្វះត្រីខ្វះប្រហុកអីចាប់ផ្ដើមដើរសុំគេហើយបើគិតទៅក្មួយប្រៀបដូចជាសត្វសមោចដែលឧស្សាហ៍ស្វែងរកស្រូវអង្គទុកដាក់ក្នុងគ្រួសាររបស់ខ្លួនគិតក្រែងទៅថ្ងៃមុខវាខ្វះខាតចំណែកសិទ្ធវិញប្រៀបដូចជាសត្វរីមិនគិតខំស្វះស្វែងរកនោះទេនាំឲ្យគ្រួសារកើតក្តីស្រេកឃ្លានក្រីក្រទើបគេឧស្សាហ៍ដើរតែខ្ចីអង្គពីអ្នកភូមិជារឿយខ្ញុំឧស្សាហ៍ដាស់តឿនគេទៅញយដែរតែគេមិនស្ដាប់នោះទេពូតាមដំណើររបស់គេទៅក្មួយអើយបើគេមិនគិតពីគ្រួសារគេផងនឹងឲ្យយើងទៅគិតជំនួសគេយ៉ាងម៉េចកើតទៅបាទលោកពូអូនភីងអូនមានគ្រាប់ពូជអីខ្លះសម្រាប់ដាំនៅទីនេះចាបងអូនដូចជាមានគ្រាប់ស្ពៃពោតសណ្ដែកនិងត្រសក់ខ្លះផងដែរល្អណាស់អូនអូហូស្វាយរបស់ស្រីភីងលូតធំហើយតើនេះចាលោកពូខ្ញុំទៅតែដាំដែរទេបើពេលនោះពូដាក់ដាំដូចក្មួយដែរម្លេះពេលនេះមានចំការស្វាយដូចជាក្មួយដែរហើយតែលោកពូដាំឥឡូវនេះក៏មិនទាន់ហួសពេលដែរមែនហ្នឹងហើយតែពូភ្លេចសួរចុះក្មួយឲ្យគេជីកដងទឹកនោះតើមានទឹកប្រើប្រាស់គ្រប់គ្រាន់ដែរទេចាលោកពូមានទឹកប្រើគ្រប់គ្រាន់ដោយសារតែមានដងទឹកនឹងហើយទើបខ្ញុំហ៊ានដាក់ដាំដំណាំផ្សេងទៀតបើអញ្ចឹងពូប្រហែលជាត្រូវឲ្យគេជីកដងទឹកមួយដែរហើយស្រួលស្រោចដំណាំចាលោកពូជីកមួយដែរទេព្រោះបើចាំតែទឹកភ្លៀងទៀតមិនដឹងជាពេលណាដំណាំរបស់យើងបានផលល្អនោះទេអញ្ចឹងពូទៅផ្ទះទៅពិភាក្សាជាមួយប្រពន្ធពូសិនចាលោកពូតើឯងមិនបារម្ភទេអីដែលដាំដំណាំច្រើនមុខអញ្ចឹងនោះហើយឯងបានទឹកមកពីណាស្រោចទៅបញ្ញា
អូអត់អីទេជីវ៉ាដោយសារតែខ្ញុំបានជីកដងទឹកមួយផងដែរលេងពឹងទៅលើទឹកភ្លៀងដោយកាលពីមុនទៀតហើយអូហើយអញជីកដងហ្នឹងបានទឹកប្រើដែរអីបានទឹកប្រើតែជីវ៉ាគ្រាន់តែវាមិនសូវចាញ់ច្រើននោះទេតែអាចប្រើបានអញ្ចឹងមិនម៉ាទេគ្នានឹងរកឲ្យគេជីកដងមួយដែរហើយព្រោះតាំងពីមិនសូវភ្លៀងធ្លាក់មកគ្នាធ្វើចំការខាតតែរហូតហ្នឹងហើយជីវ៉ាជីកដងទុកមួយប្រើទៅព្រោះមិនភ័យខ្លាចខ្វះទឹកនោះទេហ្នឹងហើយដំណាំក៏មិនសូវបានផលល្អសោះព្រោះតែរដូវនេះណាមានទឹកភ្លៀងតិចពេកក៏ប៉ុន្តែស្រីភីងនិងបញ្ញាវិញដាំដំណាំបន្លែគេនេះលូតលាស់ល្អណាស់អានឹងមកពីក្មួយឯងដែរតើគេហៅឲ្យជីកដងទឹកប្រើទៅអត់ទេអាងទៅទឹកភ្លៀងឥឡូវឃើញអត់ភ្លៀងធ្លាក់តិចណាស់ដំណាំមិនអាចលូតលាស់ធំបានទេមកពីខ្ញុំខ្លួនឯងដែលមិនស្ដាប់គេនិយាយបើពេលនោះខ្ញុំស្ដាប់គេនិយាយឲ្យជីកដងទឹកមួយទៅមិនដឹងថាពេលនេះល្អប៉ុណ្ណានោះទេយើងមិនអាចពឹងទៅលើទឹកភ្លៀងមកមុខបាននោះទេចាស់លោកពូស្រីនេះបងមើលណែអ្នកម៉ែបានទិញសាច់សម្រាប់ធ្វើម្ហូបនំផ្អែមនិងផ្លែឈើស្រស់ទៀតគ្រួសារយើងមានហូបឆ្ងាញ់ហើយ3ឆ្នាំបានកន្លងផុតទៅអូណាស្វាយយើងឥឡូវចាញ់ផ្លែហើយពិតមែនហើយបងយើងទៅតែដាំដំណាំថ្ងៃមុនសោះឥឡូវស្វាយនេះឲ្យផ្លែបាត់ហើយចាំទៅផ្ទះវិញចាំរកអ្នកទិញស្វាយឲ្យគេមកមើលចាបង ហើយពួកគេក៏បានកោតសរសើរចំពោះចិត្តគំនិតរបស់បញ្ញានិងស្រីភីងបញ្ញានិងស្រីភីងមិនមែនត្រឹមតែជាកសិករនោះទេពួកគេក៏ជាអ្នកដឹកនាំដែលបានបង្រៀនសហគមន៍របស់ពួកគេថាការចេះបត់បែននិងចេះកែច្នៃគឺជាគន្លឹះនៃជីវិតដ៏មានផ្លែផ្កាចប់ដោយបរិបូរណ៍សូមអរគុណ